បាទយើងវិលមកជួបគ្នាបន្តទៀតបាទប្រិមិត្តបាទបាទវគ្គបន្តនេះគឺបុគ្គលអុយសេឡាហើយប៉ុន្តែមុននឹងបុគ្គលទូនទីឲ្យសូមជម្រាបជូនសារមួយដែលប្រិមិត្តដ៏ល្អរបស់យើងបានខ្សឹបប្រាប់មកមិញនេះបាទអញ្ចឹងសូមជម្រាបឲ្យប្រិមិត្តរបស់យើងបានដឹងដែរទៅបាទបើបានជម្រាបជូនព័ត៌មានមកឲ្យហើយខ្សឹបប្រាប់ខ្ញុំបន្តខ្សឹបទៅទៀតបាទដើម្បីឲ្យប្រជាពលរដ្ឋរបស់យើងបានដឹងភាសាខ្សឹបនេះព្រោះថាកាលណាបើយើងនិយាយលឺអាហ្នឹងគេថាមិនបាច់ចាំនិយាយផ្សាយតទៀតទេព្រោះលឺហើយមិនចាបាទបើតែបើសិនតែខ្សឹបកុំវត្តរឿងហ្នឹងបើថាខ្សឹបទៅជិបអូចមិនបន្តខ្សឹបតគ្នានោះកុំវត្តនឹងខ្លាំងជាងនិយាយលឺទៀតកុំវត្តកុំវត្តតគ្នាប៉ុន្តែឥឡូវនិយាយខ្សឹបដាក់ក្នុងទូទស្សន៍ហ្មងទៅគាត់ថាអ្នកសំលេងដែលបោកតាមវិញតាមទូរស័ព្ទដែលប្រាប់និយាយថារឿងត្រូវរង្វាន់ទូរស័ព្ទក្តីរង្វាន់ផលិតផលអីផ្សេងរង្វាន់ធនាគារអីហ្នឹងបាទសំលេងដែលនិយាយបោកបុគ្គលិកខ្ញុំនៅខាងខេត្តស្ទឹងត្រែងបាទគេស្ដាប់សំឡេងហ្នឹងគឺគេស្គាល់ឈ្មោះទៀតបាទស្គាល់ឈ្មោះទៀតហើយគាត់ថាហើយហេតុអីបានជាស្គាល់សំឡេងហើយដោយសារតែគាត់ធ្លាប់នៅជាមួយបរិះហ្នឹងគាត់ធ្លាប់ធ្វើអញ្ចឹងហើយស្ត្រីហ្នឹងគាត់សុខចិត្តថាចាក់ចេញពីម្នាក់នោះទៅម្នាក់នោះដោយសារតែគាត់មើលឃើញពីគំនិតអាក្រក់បាទចូលចិត្តរស់ស៊ីបោកប្រាស់គេបាទអញ្ចឹងគាត់ថាគាត់អត់ត្រូវការបែបហ្នឹងទេបើបាបតែឯងកុំឲ្យបាបដល់គាត់គាត់សុខចិត្តចេញបាទអញ្ចឹងសូមប្រាប់ឈ្មោះផងឈ្មោះដូចខ្ញុំដែរបាទគាត់ថាសំលេងដែលបោកដែលនិយាយបោកបុគ្គលិកនៅខ្ញុំនៅខាងស្ទឹងត្រែងហ្នឹងគឺជាសំលេងឈ្មោះធីបាច់ប្រាប់តកូលទេនៅភូមិមណ្ឌលគិរីខេត្តបាត់ដំបងបាទគាត់ស្គាល់តាំងលពុកទៀតតែគាត់កុំឲ្យឈ្មោះពាក់ព័ន្ធលពុកបាទតកូនបានហើយហេតុអីបានជាគាត់ថាអញ្ចឹងរឿងអីដែលគាត់មិនហ៊ាននិយាយសំលេងគាត់តែស្ដាប់មកគាត់ថានឹងហ្មងទី2ទន្ទឹមនឹងថាសំលេងនឹងវាជួនកាលវាអាចថាសំលេងដូចតែគាត់ថាបុគ្គលនឹងធ្លាប់គាត់នៅជាមួយបោកគេអញ្ចឹងស្ទាយបែបហ្នឹងហើយបានអញ្ចឹងសូមជម្រាបជាព័ត៌មានទៅលោកអធិការខេត្តបាត់ដំបងបាទលោកសថេតបាទជម្រាបជូនដែលប្រិមិត្តគេជូនដំណឹងមកអ្នកដែលបោកតាមទូរស័ព្ទរឿងត្រូវរង្វាន់ធំធនាគាររឿងរង្វាន់ផលិតផលអីឲ្យបងលុយប្រមាណចូលវិញហ្នឹងគាត់ថាគឺឈ្មោះលោកធីចានៅភូមិមណ្ឌលគិរីគាត់ចង់ច្អល់ផ្ទះទៀតទៅចាំគាត់ទៅចង្អុលផ្ទះចាបាទនៅភូមិមណ្ឌលគិរីខេត្តបាត់ដំបងនិយាយប៉ុណ្ណឹងបានឲ្យដឹងបាទហើយបើបានថាលឺហើយលះបង់ចោលឈប់ប្រព្រឹត្តអំពើអាក្រក់និយាយចង់ប្រើភាសាថោកទាបទៀតបាទដោយសារអីដោយសារមិនចេះរស់ស៊ីអីទៅធ្វើបោកប្រាស់តែប្រជាពលរដ្ឋគាត់ស្លូតត្រង់គាត់ល្ងងក្លៅទៅនិយាយអញ្ចឹងរឿងអីខ្ញុំត្រូវគ្រប់គ្រងអ្នកឯងបាបកម្មបាទគេខំរស់ស៊ីចង់ងាប់អ្នកឯងមកធ្វើអាកំណត់អញ្ចឹងអីបាទប៉ុន្តែឥឡូវនោះមិនត្រឹមខឹងអាអ្នកបោកខឹងអាអ្នកចាញ់បោកគេទៀតណាខឹងទៀតខឹងអារឿងចង់បានលូបលុនទ្រាំបាត់គេខឹងអញ្ចឹងហ្មងប៉ុន្តែឥឡូវនោះក៏លែងចាញ់បោកហើយតែគាត់នៅតែបន្តទូរស័ព្ទមកប៉ុន្តែអត់ដែលអស់លុយឥឡូវនោះចាដែលអស់ហើយគាត់ប្រាប់ហើយបាទអញ្ចឹងចង់ជម្រាបប៉ុណ្ណឹងសូមឲ្យប្រជាពលរដ្ឋខ្មែរយើងទូទាំងប្រទេសឈប់ល្ងងចារឿងចាញ់បោកគេហ្នឹងបាទឈប់ងឥឡូវកុំថាឡើយល្ងងចាញ់បោកគេតែរឿងបោកតាមទូរស័ព្ទឈប់ល្ងងទាំងអស់ហ្មងចាបាទបើឲ្យធ្វើឲ្យចេះទាំងអស់ហ្មងបាទធ្វើឲ្យចេះធ្វើឲ្យឆ្លាតប៉ុន្តែមិនទៅឆ្លាតបោកគេមិនទៅឆ្លាតដើម្បីរៀនលួចរបស់គេទេណាអត់មានទេបាទហ្នឹងត្រូវគិតដែរបាទតែឆ្លាតមានប្រមាណយ៉ាងចាបកស្រាយដូចធွာដែរព្រោះចេះធွာចេះធွာជាង5មេដែរមែនអីបាទខ្ញុំចេះវែងដាក់បានទេលើចឹងបានគេថាហេតុអីបានជាធွာទេនិយាយរឿងធွာតែនេះតែប៉ះពាល់ពុទ្ធសាសនាកុំនិយាយចាបាទតោះឥឡូវទៅរឿងរបស់យើងតែម្ដងតែគាត់ចង់ជម្រាបចុងក្រោយតែសូមឲ្យប្រជាពលរដ្ឋរបស់យើងចាប់ផ្ដើមឆ្លាតពីឥឡូវហ្នឹងទៅឈប់ល្ងងជាមួយនឹងការបោកប្រាស់របស់ក្រុមអ្នកលេងល្បែងបោកតាមទូរស័ព្ទ
ចាចាឥឡូវចូលទៅករណីគ្រោះថ្នាក់ចរាចរណ៍បន្តទៀតដែលសូមជម្រាបមួយទៀតមិញសាលាគេជម្រាបមកពីខាងផ្លូវជាតិលេខ2បាទផ្លូវជាតិលេខ2មិញនេះខ្ញុំនិយាយមុននេះបន្តិចហ្នឹងដែលប្រហែលជា10នាទីមុននេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅចិត្តសំរោងផ្លូវជាតិលេខ2ក្នុងខេត្តតាកែវរថយន្តសាំយ៉ុងមួយគ្រឿងហ្នឹងបែកកង់បុកមនុស្សម្នាក់ស្លាប់នៅនោះបាទស្លាប់ភ្លាមនៅកន្លែងមកមិនដឹងជាកូនណាគេមិនទាន់ដឹងនេះផងដឹងបាទនឹងស្លាប់នៅខាងផ្លូវជាតិលេខ2មិញនេះបាទទូរស័ព្ទមកមិញខាងតកងឡានដែលគាត់នៅមើលមិញបាទអរគុណចូលទៅករណីរថយន្ត Land Rover បើកបរដោយជនជាតិចិនម្នាក់ស្រវឹងហ្វ្រាបើកទៅគៀនិងរមាក់ម៉ូតូហើយទាមទារសំណងពីម្ចាស់រមាក់ម៉ូតូទៀតហេតុការណ៍ហ្នឹងកើតឡើងនៅម៉ោង 9:30 នាទីយប់ថ្ងៃទី 26 ឧសភាតាមមហាវិថីហ្វាប៉ូរ៉ូហ្វីភូមិទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌហ្វែនហ្សុកហើយប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលដែលកើតហេតុហ្នឹងរថយន្ត Land Rover ពណ៌ខ្មៅបើកបរដោយបរិសុទ្ធជនជាតិចិនម្នាក់ធ្វើដំណើរពីកាតាលិចស្របគ្នាជាមួយរមាក់ម៉ូតូមួយគ្រឿងហើយមកដល់ចំណុចខាងលើស្រាប់តែអ្នកបើកបរបានបើកវ៉ានឹងរមាក់ម៉ូតូខាងឆ្វេងអត់ផុតគឺធ្វើឲ្យគៀរមាក់ម៉ូតូធ្វើឲ្យរថយន្តធ្លាក់កាងមុខនឹងបែកស្ទប់ចំហៀងស្ដាំហើយក្រោយពេលកើតហេតុម្ចាស់រថយន្តបានស្ទាក់រមាក់ម៉ូតូចាំមិនឲ្យបើកទៅមុខទៀតដែលចោទថារមាក់ម៉ូតូបើកបុករថយន្តរបស់គាត់ហើយទាមទារសំណងប៉ុន្តែអ្នកបើករមាក់ម៉ូតូប្រាប់ថាគាត់មិនបានបើកបុករថយន្តទេគឺរថយន្តរបស់លោកទេជាអ្នកបើកមកគៀរមាក់ម៉ូតូរបស់គាត់ដោយខ្លួនឯងហើយបន្ទាប់មកក៏មានអ្នកបកប្រែនិងសមត្ថកិច្ចមកជួយអន្តរាគមន៍ទើបម្ចាស់រថយន្តនោះយល់ព្រមយករថយន្តទៅជួសជុលឲ្យខ្លួនឯងមិនបានទាមទារសំណងវិញចាករណីមួយទៀតមេជាងសំណងបាត់ម៉ូតូសង្ស័យថាកូនជាងសំណងនឹងជាអ្នកលួចទៅផឹកស៊ីជាមួយនឹងក្មួយប្រុសរត់ជិះម៉ូតូក្មួយប្រុសយកទៅការដ្ឋានស្រាប់តែចោលលួចយកម៉ូតូទៅបាត់ចាបានប្តឹងទៅសមត្ថកិច្ចដោយសង្ស័យថាកូនជាងជាអ្នកហៅបាក់ពួកមកលួចចាហេតុការណ៍នេះធ្វើឲ្យភ្ញាក់ផ្អើលនៅម៉ោង 8:40 នាទីយប់ថ្ងៃ 26 ឧសភានៅមុខស្ថានីយ៍ប្រៃអន្តរជាតិតូតាល់ផ្លូវដួងងៀបសង្កាត់ទឹកថ្លាខណ្ឌហ្វែនហ្វុកហើយម្ចាស់ម៉ូតូដែលបានបាត់នោះឈ្មោះលីអាយុ 42 ឆ្នាំមករបស់មេការសំណងទីលំនៅនៅខាងហ្វ្រោអហ្វនួគាត់បានឲ្យដឹងថាកាលពីយប់ថ្ងៃទី 19 ឧសភាកន្លងមកនេះគាត់បានទៅបបោក្មួយទៅផឹកហ្វីនៅហាងដោយជិះម៉ូតូរបស់ក្មួយម៉ាក 125 ហ្វុន12 ពណ៌ខ្មៅដែលពាក់ផ្លាកលេខភ្នំពេញ 1BS 9520រហូតដល់យប់ជ្រៅបន្តិចទើបត្រឡប់មកផ្ទះវិញក៏ជូនក្មួយទៅផ្ទះហើយពូនឹងបានជិះម៉ូតូរបស់ក្មួយទៅសម្រាកនៅក្នុងការដ្ឋានសំណងនៅភូមិថ្មគោលជាមួយនឹងកូនជាងឈ្មោះអានអាយុគឺ 34 ឆ្នាំជាជាងសំណងហើយស្នាក់នៅគឺផ្ទះជួលសង្កាត់បឹងត្របែកខណ្ឌចំការមុនចាឲ្យប្រភពដដែលបន្តទៀតថានៅក្នុងការដ្ឋានសំណងមេការសំណងនៅដេកតែជាមួយនឹងជាងសំណងតែម្នាក់ប៉ុណ្ណោះហើយក្រៅពីនេះអត់មានជាងសំណងទៀតទេដែលគាត់ជិះមកដល់ការដ្ឋាននៅវេលាម៉ោង 1 រំលងអាត្រេតឈានចូលថ្ងៃ 20 ឧសភាហើយបានមួយទឹករួចចង់រឹងដាក់ហ្វោម៉ូតូទុកត្រឹមត្រូវហើយចាបានប្រាប់ទៅឈ្មោះអានដែលជាជាងសំណងថាឲ្យបិទភ្លើងផងកុំឲ្យចោលឃើញម៉ូតូព្រោះគាត់សម្រាកមុនហើយចាហើយពេលនោះឈ្មោះអានបានដើរចូលទៅងូតទឹកចំណែកមេការបានដេកលងលក់មួយភាំងដឹងខ្លួនវិញម៉ោង 2:15 នាទីរំលងអាត្រេតស្រាប់តែឃើញភ្លើងចាបើកភ្លើងដដែលចាតែបាត់ម៉ូតូព្រមទាំងហ្វោនិងទូរស័ព្ទនៅក្នុងរឹងយកទៅបាត់អស់ហើយភ្លាមនោះគាត់បានទៅខ្ចីទូរស័ព្ទរបស់ឈ្មោះអានប្រាប់ថាដាក់ហ្វីមរបស់គាត់មួយទៀតដើម្បីទូរស័ព្ទប្រឹងនគរបាលប៉ុស្តិ៍ចំចៅស្របពេលនោះគាត់បានចាប់អារម្មណ៍ឃើញថាឈ្មោះអានគឺមានអាការៈភ័យហ្វ្លេកស្លាំងគួរឲ្យសង្ស័យខុសធម្មតាបន្ទាប់មកម្ចាស់ម៉ូតូបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ចំចៅដោយសង្ស័យឈ្មោះអានជាអ្នកហៅបាក់ពួកមកលួចយកម៉ូតូរបស់គាត់ប៉ុន្តែគឺអត់មានភស្តុតាងគ្រប់គ្រាន់នោះទេហើយប្រភពដដែលបន្តទៀតថាដែលមានការសង្ស័យមេការសំណងបានឲ្យឈ្មោះអានទៅធ្វើការទៅធ្វើការនៅការដ្ឋានសំណងមួយកន្លែងទៀតចានៅអូបៃក្អមសង្កាត់ទឹកថ្លាបានរយៈពេល 5 ថ្ងៃមកហើយបន្ទាប់ពីបាត់ម៉ូតូលុះដល់យប់ថ្ងៃ 26 ឧសភាមេការសំណងចង់ធ្វើការហ្វាក់ហ្វូឈ្មោះអានក៏បានហៅទៅផឹកហ្វីដោយមានប្រពន្ធរបស់ឈ្មោះអាននោះគាត់បានទៅផឹកជាមួយដែរពេលដែលអង្គុយផឹកហ្វីម្ចាស់ម៉ូតូបានហ្វាក់ហ្វូដឹងច្បាស់ថាឈ្មោះអានថាលួចយកម៉ូតូច្បាស់ហើយប៉ុន្តែគាត់ជូនពេលនោះរវល់តែនិយាយទូរស័ព្ទស្រាប់តែពីអ្នកប្តីប្រពន្ធដែលសង្ស័យថាលួចម៉ូតូនោះបាននាំគ្នាគេចខ្លួនអស់ហើយត្រូវបានមេការសំណងទូរស័ព្ទឲ្យក្មួយប្រុសជិះម៉ូតូដេញតាមចាប់បាននៅមុខស្ថានីយ៍ប្រៃអន្តរជាតិតូតាដួងងៀបប្រគល់ឲ្យសមត្ថកិច្ចដើម្បីយកទៅហ្វាក់ហ្វូប៉ុន្តែអត់មានភស្តុតាងគ្រប់គ្រាន់សមត្ថកិច្ចដោះលែងវិញបាទគាត់សង្ស័យណា
វែងឆ្ងាយដែររឿងនេះបាទតែគាត់សង្ស័យអាចទៅគាត់ខ្លួននេះជាងការអ្នកផ្សេងហ្នឹងដល់ពេលមកជាប់អ្នកដែលល្អអញ្ចឹងទៅក៏ជាអយុត្តិធម៌មួយសម្រាប់គ្នាដែរណាចាករណីមួយទៀតឆក់ទូរស័ព្ទដៃជនជាតិឥណ្ឌាត្រូវអស់លក្ខបរិះជនជាតិឥណ្ឌាកំពុងតែដើរចុចទូរស័ព្ទត្រីចោលម្នាក់លោតទៅឆក់យកទូរស័ព្ទបានសម្រេចហើយត្រូវម្ចាស់ទូរស័ព្ទរត់ដេញចាប់បានភ្លាមកាលពីម៉ោង 4:15 នាទីទៀបភ្លឺថ្ងៃទី 27 នៅមុខផ្ទះលេខ 37 ផ្លូវលេខ 5 សង្កាត់ហ្វាកណាលខណ្ឌដូនពេញហើយលោកមុងចាហើយប្រភពព័ត៌មានពីម្ចាស់ទូរស័ព្ទជាជនជាតិឥណ្ឌាក៏បានឲ្យដឹងថាមុនពេលដែលកើតហេតុគាត់កំពុងតែដើរតាមផ្លូវព្រះវិសវត្តនៅម្ដុំមាត់ទន្លេដោយដើរបណ្ដាលជាទូរស័ព្ទស៊េរីទំនើបមួយគ្រឿងហើយស្រាប់តែមានចៅម្នាក់ដើរមកដល់បានចាលោចាទៅឆក់កន្ត្រាក់យកទូរស័ព្ទដៃចាមួយគ្រឿងហក់ចាលោចាបានសម្រេចហើយព្យាយាមរត់គេចត្រូវបានម្ចាស់ទូរស័ព្ទរត់ដេញតាមស្រែកថាចោលរហូតដល់មុខផ្ទះលេខ 37 ផ្លូវលេខ 5 ចាសង្កាត់ហ្វាកណាខណ្ឌដូនពេញទើបប្រជាពលរដ្ឋជួយពាត់ចាប់បានដណ្ដើមយកទូរស័ព្ទវិញរួចហើយត្រូវប្រជាពលរដ្ឋទាត់ធាក់មួយដៃមួយជើងម្នាក់ត្រូវបានជនរូបនោះធ្វើពុតជាសន្លប់មួយផ្ទុះទើបសមត្ថកិច្ចចុះទៅដល់នាំយុទ្ធសាស្ត្រហ្វូហើយក្រោយពេលដែលកាត់ឲ្យម្ចាស់ទូរស័ព្ទជនជាតិឥណ្ឌាបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ហ្វាកណ្ដាលដើម្បីកសាងសំណុំរឿងបញ្ជូនទៅខណ្ឌដូនពេញចាត់ការចាឆក់មិញទូរស័ព្ទម៉ាកអីគេអត់ដឹងដែរមិន iPhone 5 ឬ wall iPhone 5គេដែរតែលឺ wall មិនបើមុខវាកញ្ញាស់ឆក់បានឌីហែងយើគួរណាឆក់មុងឌីហែងបាទចាចូលទៅករណីគ្រោះថ្នាក់ចរាចរណ៍មួយទៀតរវាងរថយន្តនិងម៉ូតូបុកគ្នាបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់និងស្រាម្នាក់នៅចំណុចមហាវិថីម៉ៅហ្វីនតុងកែងនឹងផ្លូវ 156 សង្កាត់ទឹកឡក់ទី 2 ខណ្ឌទូកោកាលពីវេលាម៉ោង 4:50 នាទីទៀបភ្លឺថ្ងៃទី 27 ឧសភាប្រភពព័ត៌មានពីកន្លែងកាត់ហេតុនឹងឲ្យដឹងថារថយន្តបង្កគឺម៉ាកកាមេរីបាឡែនពណ៌ខ្មៅបបោតាមមហាវិថីម៉ៅហ្វីនតុងពីជើងទៅត្បូងចំណែកម៉ូតូស្កូពីពណ៌សជិះពីអ្នកហ្វ្រេមម្នាក់ប្រុសម្នាក់ជាអ្នកបើកម៉ូតូហើយក្នុងទិសដៅស្របគ្នាមកដល់ចំណុចខាងលើរថយន្តសញ្ញោបត់ឆ្វេងតែមិនទាន់បានបត់នោះទេដោយគ្រាន់តែអែបនៅខាងស្ដាំស្រាប់តែម៉ូតូព្យាយាមវ៉ារថយន្តត្រូវរថយន្តបុកបណ្ដាលឲ្យដួលរងរបួសធ្ងន់អ្នកបើកម៉ូតូរីឯអ្នករួមដំណើរជាមួយរងរបួសស្រាលចំណែកអ្នកបើករថយន្តបានដឹងថាម៉ូតូនិងរថយន្តជិះស្របគ្នាប៉ុន្តែមកដល់ចំណុចខាងលើម៉ូតូព្យាយាមបើកវ៉ារថយន្តតែវ៉ាអត់ផុតបានបុករថយន្តបណ្ដាលឲ្យដួលរងរបួសធ្ងន់ចាំម្នាក់នឹងស្រាលម្នាក់បែបនេះរីឯអ្នកជិះម៉ូតូស្កូ2បានឲ្យដឹងដែរថារថយន្តជាអ្នកបើកបុកម៉ូតូដោយសារតែរថយន្តនឹងបត់អត់មើលម៉ូតូជិះនៅខាងឆ្វេងដៃរថយន្តចាទៅបុកម៉ូតូឲ្យដួលបែបនេះហើយក្រោយពេលកាត់ហេតុអ្នករងរបួសធ្ងន់បញ្ជូនទៅព្យាបាលនៅ clinic ជិតនឹងកន្លែងកាត់ហេតុចំណែករថយន្តនិងម៉ូតូរងចាំពីគីហ្វងខាងធ្វើការដោះស្រាយគ្នានៅនឹងកន្លែងកាត់ហេតុតែម្ដងចាករណីមួយទៀតបើកវ៉ាមិនយោគយល់គ្នាបុកគ្នាចានៅស្តុបស្ថានទូតចិនរថយន្តដឹកដីឃើញរថយន្តតូរីសបត់មិនទាន់ផុតបានបើករលទៅមុខទៀតបណ្ដាលឲ្យបុកគ្នាធ្វើឲ្យខូចខាតរថយន្តតែមិនបង្កឲ្យមានអ្នករងរបួសទេកាលពីម៉ោង 8:10 នាទីយប់ថ្ងៃ 26 ឧសភាចំណុចចាស្តុបស្ថានទូតចិនផ្លូវលេខ 173 កែមហាវិថីម៉ៅហ្វីនតុងចាហើយបើតាមប្រភពព័ត៌មានបានដឹងថាមុនពេលកាត់ហេតុរថយន្តតូរីសប្រភេទសាំយ៉ុងបើកបរតាមមហាវិថីម៉ៅហ្វីតុងពីត្បូងទៅជើងចំណែករថយន្តបានដឹកដីពណ៌សបើកបរពីជើងទៅត្បូងហើយមកដល់ចំណុចស្តុបចាខាងលើហ្នឹងគឺរថយន្តតូរីសក៏បានបត់ឆ្វេងជិតផុតហើយស្រាប់តែរថយន្តបែនដឹកដីបើកបរមិនយោគយល់គ្នាបានព្យាយាមបើករលទៅមុខទៀតបានបើកទៅបុកទ្វារចំហៀងខាងស្ដាំនៃរថយន្តតូរីសធ្វើឲ្យក្រពិតនិងបែកស្តុបខាងក្រោយហើយក្រោយពេលកាត់ហេតុភាគីទាំងពីរចរចាគ្នាចាប់ដៃគ្នាចាចាប់ដៃចាប់ជើងគ្នារួចហើយបានយល់ព្រមយករថយន្តទៅជួសជុលរៀងខ្លួនតែម្ដងបាទនេះទស្សនៈចឹងបាទយោគយល់គ្នាទៅបញ្ចប់បញ្ហាទៅវាមិនបញ្ហាអីទេតិចតួចបាទតែគាត់ថ្ងៃក្រោយឲ្យមានការប្រុងប្រយ័ត្នខ្ពស់បាទហើយសូមជម្រាបជូននៅចម្ងល់ដែលអ្នកទស្សនារបស់យើងសួរមកខ្ញុំបាទគាត់សួរអញ្ចេះខាងសៃហ្នឹងគាត់សួរអញ្ចេះគាត់ដែលមានប្តីហើយតែគាត់សួរខ្ញុំគាត់ថាលោកវិធីខ្ញុំសួរដូចឆ្ងល់ប្រុសឥឡូវខ្ញុំជាពិសេសគាត់ខ្ញុំនិយាយរឿងប្តីហ្មងចាបាទគាត់ថាប្តីខ្លះពេលដែលប្រពន្ធធ្វើខ្លួនស្អាតអីចឹងទៅឯណាអញ្ចឹងទៅសួរស្រាប់តែខំធ្វើខ្លួនស្អាតស្រាប់តែប្តីថាឲ្យវិញថាអើយចាស់ប៉ុណ្ណេះហើយក៏ខំធ្វើខ្លួនទៅណាហើយ
ហើយបើសិនជាប្រពន្ធអត់ធ្វើខ្លួនស្រាប់តែប្តីហ្នឹងថាអេពេលនេះវ័យអត់មានចេះធ្វើខ្លួនទៅអីក៏ក្រិចតែហ្មងវ័យមកជួយបញ្យល់មិនបានជាប្រុសខាងប្តីហ្នឹងគាត់ចូលចិត្តអញ្ចឹងចាអេដោយបុគ្គលទេជួនកាលបុគ្គលពីរគាត់ថាអញ្ចឹងប៉ុន្តែរឿងវាបុគ្គលទេប៉ុន្តែខ្ញុំអត់បកស្រាយចំពោះគាត់ទេនៅមុខអីប៉ុន្តែឥឡូវខ្ញុំសូមបកស្រាយនៅកណេះបាទមូលហេតុបានជាខាងប្តីហ្នឹងគាត់ចូលចិត្តអញ្ចឹងព្រោះស្រឡាញ់គាត់ស្រឡាញ់ខ្លាំងស្រឡាញ់ប្រពន្ធហេតុអីបានអញ្ចឹងទី1បើសិនជាប្រពន្ធធ្វើខ្លួនស្អាតវិញទៅខ្លាចទៅរស់ស៊ីក្រៅអញ្ចឹងហ្នឹងខ្ញុំបកតាមគេណាហើយបើសិនជាប្រពន្ធអត់ចេះធ្វើខ្លួននៅកក្រិចមើលទៅវាខ្លាចថាប្រពន្ធអញអ្នកចិត្តខាងពួកម៉ាក់មើលទៅដូចតែអន់មកហីបាទធ្វើឲ្យស្អាតទេតាមពិតនិយាយថាឃើញប្រពន្ធស្អាតហើយបានថាពេលនឹងខំធ្វើស្អីចាស់ហើយតាមពិតតែគ្នានឹងនិយាយលេងតែតាមពិតសរសើរភាសានោះសរសើរប្រពន្ធទេហើយទី2ដែលឲ្យមានការប្រុងប្រយ័ត្នថាវាខ្លាចថាមកពីមកដល់ផ្ទះណាស្រាប់ថាអូនបងមកដល់ហើយបងមកដល់ហើយអូនហើយបើកទ្វារឲ្យបងអញ្ចឹងទៅដល់ពេលអញ្ចឹងមានធ្លាប់មានប្តីទៅធ្វើអញ្ចឹងដល់ពេលកូននោះម៉ែណោះអ្នកច្រៀងការ៉ាអូខេណាមកច្រៀងអាឡេអាឡូនឹងអាណាគេនេះម៉ែម៉ែស្ដាប់មើលរឿងដូចទៅញាក់តិចដឹងខ្លួនទេចាំស្ដាប់មើលបងមកដល់ហើយសំលេងឪឯងតាសំលេងអញ្ចឹងឯងថាតាអាណាច្រៀងមកមុខផ្ទះខ្ញុំយត់ទៅមកគប់ឪឯងហ្នឹងទៅបាត់ចុះស្មានតាអាណាច្រៀងកូនថាអញ្ចឹងកូនតាអាណាច្រៀងមកលោឡាមុខផ្ទះខ្ញុំយត់អ៊ំមកគប់អូឪចូលលើចូលអាហ្នឹងវាមានរឿងវាអញ្ចឹងបាទអរគុណតើតែនេះចុះឡើយនេះសូមពេលសម្រាប់បន្តិចសិនបាទតិចទៀតយើងវិលមកជួបគ្នាបន្តទៀតបាទ